អូខេចាមកយើងខំជួប1 2 3ជំរាបសួរ នាងខ្ញុំឈ្មោះកៅជាតិកណិត នាងខ្ញុំឈ្មោះយមសុណាជំរាបសួរនាងខ្ញុំឈ្មោះណឡានចលៈ ខ្ញុំឈ្មោះដោស្រីនិចពួកយើងជាគ្រូបង្រៀននៃសាលាសន្តសាវិជ័យក្នុងប្រទេសកម្ពុជា ថ្ងៃនេះផងដែរពួកយើងនឹងមកចែករំលែកពីបទពិសោធន៍និងចំណាប់អារម្មណ៍ដែលពួកយើងបានទៅទស្សនកិច្ចនៅទីក្រុងហុងកុងជាស្ដែងសាលារបស់យើងមានបាវចនា រស់ដោយមានគោលដៅរៀនដោយយកចិត្តទុកដាក់ បម្រើដោយក្តីស្រឡាញ់ខ្ញុំសង្កេតឃើញថាកូនសិស្សនៅទីនោះគឺគាត់មានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់គ្រាបយកចំណេះវិជ្ជាថ្មីដែលគ្រូបានបង្រៀនហើយមានការប្រកួតប្រជែងគឺគាត់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះខ្ញុំវិញខ្ញុំគិតថាដោយសារតែកូនសិស្សគាត់បានចូលរួមយ៉ាងសកម្មនៅក្នុងការសិក្សារៀនសូត្រទាក់ទងជាមួយនឹងសកម្មភាពផ្សេងៗខ្ញុំបានឃើញគាត់ចូលរួមបានច្រើនហើយគាត់ស្ដាប់នៅការណែនាំរបស់គ្រូដូច្នេះខ្ញុំគិតថាទាក់ទងជាមួយនឹងការរៀនដោយយកចិត្តទុកដាក់គឺកូនសិស្សគាត់ធ្វើបានល្អខ្លាំងមែនទែននៅក្នុងទីក្រុងហុងកុង ពួកគាត់ម្នាក់ៗតែងតែមានគោលដៅសម្រាប់ជីវិតរបស់ខ្លួនគាត់ទៅថ្ងៃខាងមុខថាពេលខាងមុខគាត់ចង់ធ្វើអ្វីហើយគាត់បានរៀបចំអ្វីខ្លះដើម្បីត្រៀមខ្លួននៅថ្ងៃខាងមុខជាស្រេច អ្វីដែលខ្ញុំចាប់អារម្មណ៍គឺតាក់ទងជាមួយនឹងសកម្មភាពដែលពួកគាត់ធ្វើគឺមានគោលដៅច្បាស់លាស់ទៅលើការសិក្សាពេលដែលលោកគ្រូអ្នកគ្រូដាក់ផែនការឬកិច្ចការអ្វីមួយឲ្យគាត់ធ្វើគាត់ព្យាយាមធ្វើវាដោយអស់ពីសមត្ថភាពដូច្នេះខ្ញុំចូលរួមត្រេកអរចំពោះកូនសិស្សនៅទីនោះខ្លាំងមែនទែនដែលពួកគាត់មានគោលដៅផែនការនៅក្នុងការសិក្សារបស់ពួកគាត់ច្បាស់លាស់ពួកគាត់មករៀនដោយទឹកមុខញញឹមហើយមករៀនមើលទៅពួកគាត់ដូចជាមានគោលដៅក្នុងជីវិតរបស់គាត់ថាថ្ងៃនេះគាត់មានទំនួលខុសត្រូវខ្ពស់លើអីគេគឺការខិតខំប្រឹងប្រែងរៀនសូត្រគោរពពេលវេលាហើយការរៀនសូត្រត្រូវចេះយកចិត្តទុកដាក់ក្នុងម៉ោងរៀនគោរពលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិអញ្ចឹងទាំងអស់នឹងហើយដែលយើងគិតថាវាជាចំណុចមួយដែលផ្សារភ្ជាប់ជាមួយនឹងបាវវចនារបស់យើងផងដែរទាក់ទងនឹងការរស់ដោយមានគោលដៅ ទីមួយខ្ញុំចង់ចែករំលែកតាក់ទងជាមួយនឹងលោកគ្រូអ្នកគ្រូដែលគាត់នៅទីនោះគាត់បំពេញតួនាទីគាត់ស្វាហាប់ខ្លាំងមែនទែនហើយមានការព្យាយាមខ្លាំងនៅក្នុងលើកិច្ចការរបស់ពួកគាត់អាចនឹងមានមតិខ្លះគិតថាវាជាតួនាទីរបស់គ្រូប៉ុន្តែបើសម្រាប់ពួកយើងជាគ្រូយើងអាចមើលឃើញថានេះជាការបង្ហាញនៅក្តីស្រឡាញ់ដែលគាត់មានចំពោះកូនសិស្សហើយគាត់ព្យាយាមចែករំលែកវាទៅកាន់កូនសិស្សនៅទីនោះលោកគ្រូអ្នកគ្រូមានការស្រឡាញ់យកចិត្តទុកដាក់ជាមួយគ្នានឹងគ្នាដោយពួកគាត់អត់មានរើសអើងគ្នាថាអូខ្ញុំឃើញសង្កេតឃើញពួកគាត់រៀននៅទីនោះសាលារៀនតែមួយទេប៉ុន្តែមានចម្រុះជាតិសាសន៍ហើយការលេងរបស់ពួកគាត់ខ្ញុំឃើញថាពួកគាត់អត់មានការរើសអើងគ្នាទេមានតែការលើកទឹកចិត្តគ្នាការសរសើរគ្នាទៅវិញទៅមកនេះគឺខ្ញុំសង្កេតឃើញថាវាផ្សារភ្ជាប់ជាមួយនឹងបាវចនារបស់សាលាសន្តសាវិជ្ជាយើងដែរគឺចេះជួយអ្នកដទៃដោយក្តីស្រឡាញ់ពេញចិត្តដោយមិនមានការបង្ខិតបង្ខំទេខ្ញុំគិតថាវាអាចនឹងជាកត្តារួមសម្រាប់កូនសិស្សរបស់យើងគឺភាពជាអ្នកដឹកនាំតាមកាពិតពួកគាត់មានសមត្ថភាពប៉ុន្តែពួកគាត់ខ្វះនៅភាពក្លាហានដើម្បីជួយជំរុញលើកទឹកចិត្តគាត់នៅក្នុងការអនុវត្តសកម្មភាពផ្សេងៗអញ្ចឹងខ្ញុំគិតថាយើងអាចជួយជំរុញនិងលើកទឹកចិត្តសិស្សបន្ថែមទៀតទាក់ទងជាមួយនឹងភាពជាអ្នកដឹកនាំឲ្យពួកគាត់មានភាពក្លាហានហើយហ៊ានប្រឈមមុខនៅបញ្ហាដែលពួកគាត់បានជួបប្រទះដូចគ្នាសមាគមសិស្សគឺយើងមានហើយតែយើងមានអារម្មណ៍ថាយើងធ្វើនៅមានកម្រិតយើងចង់ពង្រឹងកៃនឹងឲ្យរឹតតែរឹងមាំថែមទៀតយើងតាំងចិត្តឲ្យថាយើងនឹងមកពង្រឹងទាក់ទងជាមួយនឹងសមាគមសិស្សរបស់យើងឲ្យវាមានភាពល្អប្រសើរជាងមុនដោយសារតែយើងគ្រូយើងមិនអាចទៅគ្រប់គ្រងសាលាមួយទៅមួយបានឲ្យវាដើរល្អហើយដើរបានលឿននោះទេអញ្ចឹងយើងនឹងពឹងសិស្សដើម្បីឲ្យគាត់ស្ម័គ្រចិត្តពេញចិត្តជួយយើងដើម្បីយើងអភិវឌ្ឍទាំងអស់គ្នាមិនថាការរៀនមិនថាអិយាបថឬមួយការបរៀនរបស់គ្រូជាដើមក្តារខៀនកិត្តិយសដែលខ្ញុំមើលទៅគឺពិតជាគួរឲ្យចាប់អារម្មណ៍មែនទែនពីព្រោះវាមានអត្ថន័យមែនទែនវាមិនត្រឹមតែជាក្តារខៀនមួយទេប៉ុន្តែវាអាចនឹងជំរុញលើកទឹកចិត្តសិស្សរបស់យើងឲ្យគាត់សកម្មជាងមុនខំរៀនជាងមុនខំធ្វើជាងមុនផងដែរបណ្ណាល័យតាមសាលានីមួយៗបណ្ណាល័យរបស់គេពេលដែលយើងចូលទៅគឺមានអារម្មណ៍ថាតាក់ទាញខ្លាំងមែនទែនទីមួយហ្នឹងគឺក៏ចូលទៅគឺឃើញថាស្អាតមានភ្លើងមានអីគឺគេរៀបចំការរៀបចំរបស់គេគឺស្អាតភ្លើងពណ៌របស់គេរៀបមកតាក់ទាញល្អហើយការរៀបចំកន្លែងឲ្យកូនសិស្សចូលទៅអានគឺដើម្បីងាយស្រួលមានកន្លែងជាការអង្គុយជាក្រុម
ការអង្គុយជាបុគ្គលម្នាក់ឯងរៀបចំមកគឺមើលទៅឃើញ clean ស្អាតល្អមែនទែនអញ្ចឹងគេរៀបគឺគេមានរបៀបនៃការរៀបចំសៀវភៅរបស់គេដើម្បីតាក់ទាញសិស្សគ្រាន់តែឲ្យសិស្សឃើញមកគឺចាប់អារម្មណ៍នៅក្នុងការអាននឹងតែម្ដងបន្ទប់តន្ត្រីរបស់គេនៅទីនោះយើងចូលទៅយើងមានអារម្មណ៍ថាចាប់អារម្មណ៍ដោយបណ្ណាល័យដែរគេរៀបចំបែបតន្ត្រីរៀបចំឧបករណ៍ភ្លេងហើយក្តារខៀនរបស់គេមានគូបែបជាតន្ត្រីទី1គ្រូបង្រៀនសិស្សឲ្យសិស្សចាប់អារម្មណ៍ងាយស្រួលមែនទេទី2ហ្នឹងពេលដែលសិស្សឡើងទៅអនុវត្តគឺគាត់អាចអនុវត្តងាយស្រួលបែបនិយាយរួមទៅគឺងាយស្រួលនៅក្នុងការដែលសិស្សគាត់អង្គុយរៀនមានផាសុខភាពល្អមែនទេការរស់នៅជាមួយគ្នាដោយសន្តិភាពតាមការពិតពេលដែលយើងមើលឃើញពីអ្វីដែលកូនសិស្សគាត់ធ្វើនៅទីនោះនៅពេលដែលពួកគាត់រស់នៅជាមួយគ្នាគាត់អត់មានការបន្ទោសបង្អាប់ឬក៏ប្រអាប់គ្នាតាក់ទងជាមួយនឹងសកម្មភាពផ្សេងៗឧទាហរណ៍ថាកូនសិស្សដែលគាត់ពិបាកនៅក្នុងការធ្វើសកម្មភាពផ្សេងៗអញ្ចឹងទៅពេលដែលគាត់ធ្វើមិត្តភ័ក្តិផ្សេងៗអាចនឹងមានការសើចំអកប៉ុន្តែយើងបានមើលឃើញថាកូនសិស្សនៅទីនោះគឺគាត់អត់ធ្វើបែបហ្នឹងទេគឺគាត់មានតែជំរុញហើយនឹងលើកទឹកចិត្តអញ្ចឹងយើងសង្ឃឹមថាយើងនឹងអាចជួយកូនសិស្សយើងបន្ថែមទៀតតាក់ទងជាមួយនឹងរបៀបនៃការរស់នៅប្រកបដោយសន្តិភាពចាអញ្ចឹងសាលារៀនរបស់យើងនៅក្នុងសាលារបស់យើងប៉ុណ្ណេះយើងគិតថាល្អហើយនៅក្នុងប្រទេសកម្ពុជាអញ្ចឹងនៅក្នុងសាលាយើងជាស្ដែងមិនអត់មានទេប៉ុន្តែពេលដែលយើងបានទៅដល់សាលាគេពេលដែលយើងបានឃើញយើងអាចយកមកអនុវត្តបន្ថែមពង្រឹងបន្ថែមដើម្បីឲ្យកូនសិស្សរបស់យើងនឹងល្អជាងមុនធ្វើមិនបានដូចគេ 100% ប៉ុន្តែយើងអាចយកគំនិតខ្លះៗយកមកច្នៃប្រឌិតដើម្បីងាយស្រួលនៅក្នុងការបរៀនហើយកូនសិស្សគាត់ចាប់អារម្មណ៍ម៉ោងរៀនផងដែរអញ្ចឹងខ្ញុំគិតថាវានឹងមានប្រសិទ្ធភាពនៅក្នុងការបង្រៀននិងរៀនផងដែរសម្រាប់រយៈពេល1សប្តាហ៍ដែលខ្ញុំបានរស់នៅទីក្រុងនោះខ្ញុំពិតជាមានភាពសប្បាយរីករាយមែនទែនខ្ញុំបានឃើញទស្សនវិជ្ជាប្លែកៗនៅទីនោះមានអគារខ្ពស់ៗស្អាតទំនើបហើយខ្ញុំបានឃើញកន្លែងទេសចរណ៍ជាច្រើនជាពិសេសប្រជាជននៅទីនោះគឺគាត់មានការរស់នៅមានរបៀបរៀបរយល្អណាស់ហើយពិសេសប្រព័ន្ធដឹកជញ្ជូនរបស់ពួកគាត់មានភាពងាយស្រួលដល់ការងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរអាចនឹងមានការផ្លាស់ប្ដូររបៀបនៅក្នុងការរស់នៅច្រើនមិនថាម្ហូបអាហារមិនថារបៀបនៅក្នុងការធ្វើដំណើរមធ្យោបាយសាធារណៈប៉ុន្តែយើងបានមើលឃើញថានៅទីនោះពោពេញទៅដោយទេសភាពដែលមើលទៅដូចផ្ទាំងគំនូរយើងសប្បាយចិត្តនៅក្នុងការមើលឃើញអ្វីដែលថ្មីតែវាអាចនឹងជាបទពិសោធន៍មួយដែលរៀនពិបាកសម្រាប់ពួកយើងដែលជាអ្នកពលឡានមួយទៀតការគោរពពេលវេលារបស់ប្រជាជននៅទីក្រុងហុងកុងអញ្ចឹងនៅពេលដែលយើងទៅធ្វើការចែករំលែកនៅសាលារៀនមួយនៅពេលដែលយើងកំពុងតែធ្វើការចែករំលែកស្រាប់តែដល់ម៉ោងកូនសិស្សចូលរៀនអញ្ចឹងហើយគឺគាត់គោរពតាមពេលវេលាមែនទេទោះបីជាពួកយើងចែករំលែកមិនទាន់ចប់ប៉ុន្តែគាត់បានឲ្យកូនសិស្សទៅរៀនកន្លែងនេះមិនមែនបញ្ជាក់ថាពួកយើងមានអារម្មណ៍អន់ចិត្តអីនោះទេប៉ុន្តែយើងមើលឃើញថាការគោរពពេលវេលានិងការឲ្យតម្លៃទៅលើពេលវេលាល្អខ្លាំងមែនទែនសម្រាប់សាលារៀននៅទីនោះខ្ញុំសង្កេតឃើញថាពួកគាត់ទាំងអស់គ្នាប្រជាជនដែលនៅទីក្រុងហុងកុងនោះឃើញថាគាត់មានទំនួលខុសត្រូវខ្លាំងមែនទែនចំពោះការងាររបស់គាត់ហើយមួយចំណុចទៀតដែលខ្ញុំគិតថាវាសំខាន់ហើយខ្ញុំពិតជាមានភាពភ្ញាក់ផ្អើលមែនទែនដោយសារពួកគាត់ក៏បានផ្ដល់តម្លៃទៅលើចំណេះដឹងផងដែរបទពិសោធន៍តែគួរចងចាំចាខ្ញុំមានបទពិសោធន៍មួយខ្ញុំតតែម្ដងមានថ្ងៃមួយគ្រូអ្នកគ្រូគាត់នាំពួកយើងទៅដើរលេងនៅកន្លែងវិហារចាជីកតគឺយើងទៅលេងនៅទីតាំងភ្នំមួយដែលមានព្រះពុទ្ធរូបធំហើយខ្ពស់មែនទែននៅទីហ្នឹងគឺពេលទៅលេងគឺយើងតម្រូវឲ្យយើងទិញសំបុត្រចូលរួមចូលទស្សនាហើយយើងត្រូវតែរក្សាសំបុត្រនឹងទុកនៅពេលដែលយើងត្រឡប់មកវិញយើងត្រូវបង្ហាញទៅដល់គេប៉ុន្តែខណៈពេលហ្នឹងគឺខ្ញុំបានធ្វើបាត់សំបុត្រខ្ញុំច្បាស់ខ្លួនឯងថាខ្ញុំបានទុកក្នុងកាបូបហើយប៉ុន្តែដល់ពេលត្រឡប់មកវិញពួកយើងរកសំបុត្រអត់ឃើញអញ្ចឹងនៅពេលហ្នឹងគឺខ្ញុំមានអារម្មណ៍ថាភ័យខ្លាចថាអូអត់មានសំបុត្រគេឲ្យយើងទៅវិញទៅដឹងភ័យបែបហ្នឹងខណៈពេលហ្នឹងមានលោកគ្រូដែលដឹកនាំពួកយើងទៅហ្នឹងម្នាក់គាត់បានទៅនិយាយជាមួយបុគ្គលិកនៅទីនោះហើយបុគ្គលិកនៅទីនោះគាត់ក៏បានជួយសម្របសម្រួលដល់ពួកយើងដោយពួកគាត់បានផ្ដល់ជាសំបុត្រថ្មីឲ្យពួកយើងគាត់និយាយរួមទៅសេវាកម្មគាត់ល្អដូចត្រង់ថាពេលដែលយើងភ័យសឹងស្លាប់ដល់ពេលយើងទៅប្រាប់គាត់ធ្វើធម្មតាដល់ពេលធ្វើធម្មតាហើយគាត់អត់មានគំរូគំរើដាក់យើងឬស្ដីបន្ទោសឲ្យយើងអានឹងជាអ្វីដែលយើងមានអារម្មណ៍ថាពួកគាត់មានសេវាកម្មល្អហើយយើងក៏សប្បាយរីករាយត្រង់ចំណុចហ្នឹងដែរ